អនុញ្ញាតស្វាគមន៍និងគោរពជំរាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីរាប់អានជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងវីដេអូថ្ងៃថ្មីដែលរឿងរ៉ាវដែលខ្ញុំនឹងលើកយកមកចែករំលែកទៅកាន់បងប្អូនយើងនៅថ្ងៃនេះគឺចាក់ឆ្ងាយអំពីការដើរព្រៃបន្តិចតែរឿងមួយនេះគឺពាក់ព័ន្ធទៅនឹងការយាមសពបងប្អូនយើងសាកសម័យមើលបើគេឲ្យបងប្អូនយើងនេះមានវ័យទៅតែ12-13ឆ្នាំតែដេកយាមសពតែ2នាក់កណ្ដាលយប់បងប្អូនយើងមានអារម្មណ៍មិនដែរហើយបងប្អូនយើងនឹងហ៊ានទៅអត់ខ្ញុំស្ដាប់រឿងរ៉ាវមួយនេះពីម្ចាស់សាច់រឿងដែលគាត់បានរៀបរាប់មកកាន់ខ្ញុំស្ដាប់ហើយរោមដែររោមជើងរបស់ខ្ញុំនេះឡើងព្រឺសម្បូរគិនគក់ហើយបងប្អូនយើងស្ដាប់រឿងមួយនេះទៀតសោតក៏ព្យាយាមសម័យទៅតាមអ្វីដែលខ្ញុំបាននិយាយនោះបងប្អូនយើងនឹងទទួលបានអារម្មណ៍មួយដ៏ព្រឺព្រួចនិងគួរខ្លាចហើយជាពិសេសបងប្អូនយើងបើស្ដាប់ពេលយប់អាចនឹងសម្រាប់អ្នកលក់ក៏ព្រោះតែរឿងមួយនេះគាត់ថាមួយយប់នឹងគឺលងយកតែមែនតើតែធ្វើឲ្យគាត់2នាក់ហ្នឹងសឹងតែអស់ព្រលឹងពីខ្លួនអញ្ចឹងរឿងរ៉ាវមួយនេះខ្ញុំសូមលំហាត់តែប៉ុណ្្នឹងទេដើម្បីបងប្អូនយើងទន្ទឹងរង់ចាំស្ដាប់ទាំងអស់គ្នារឿងរ៉ាវមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់គាត់មានឈ្មោះថាបងតុលាគាត់បាននិយាយថាភូមិស្រុករបស់គាត់ដែលគាត់រស់នៅកាលពីក្មេងហ្នឹងគឺនៅតំបន់ដាច់ស្រយាលមួយហើយប្លុករបស់គាត់រស់នៅគឺមាន 4-5 ភូមិហើយភូមិរបស់គាត់រស់នៅទៀតសោនេះគឺមានវត្តមួយដែលគាត់អត់បានប្រាប់ថាឈ្មោះវត្តអីទេដោយសារតែចំនួននោះគាត់ថាគាត់អត់ចាំអំឡុងពេលណាតែតំបន់ដែលគាត់រស់នៅនឹងអត់មានសាលាមានអីរៀនទេបើចង់រៀនតោះតែទៅឆ្ងាយអញ្ចឹងហើយដោយសារតែខ្លាចកូនអត់ចេះអត់មានចំណេះក្នុងខ្លួនឪពុកម្ដាយក្មេងៗមួយចំនួននេះក៏បានបញ្ជូនក្មេងៗឲ្យទៅរៀនគឺទៅស្នាក់អាស្រ័យជាមួយនឹងប្រសង់នៅវត្តហើយសម្រាប់បងតុលាគាត់ថាពេលហ្នឹងឪពុកម្ដាយរបស់គាត់ក៏ធ្វើដោយគេដូចឯងដែរដោយបញ្ជូនគាត់នេះឲ្យទៅរៀនគាត់ថាជាច្រើនចំនួនក្មេងៗតំបន់គាត់ដែលចេះអក្សរគឺសុទ្ធសឹងតែចេញពីវត្តទាំងអស់បានហើយនៅពេលគាត់ទៅសាលាអត់ទៅវត្តហ្នឹងគាត់ទៅដល់ក៏ជួបក្មេងម្នាក់ទៀតដែលមកពីភូមិមួយផ្សេងទៀតដែលមានវ័យមួយសាគ្នាហើយបងម្នាក់នោះគាត់មានឈ្មោះថាបងរៀបហើយនៅក្នុងវត្តពេលហ្នឹងមានក្មេងវត្តតែ2នាក់ទេគឺមានគាត់ជាមួយនឹងបងរៀបនឹងឯងដោយសារតែតំបន់ដាច់ស្រយាលអញ្ចឹងក្រៅទៅពីខែបុណ្យទានវត្តគឺមានសភាពស្ងាត់ជ្ងំហើយមួយទៀតនៅក្នុងវត្តមួយហ្នឹងបងតុលាគាត់ថាមានពហិចាស់មួយដែលគេបានបោះបង់វាចោលគាត់ថាមិនជាចាស់ប្រហែលទេតែដោយសារតែមានជំនួយពីអ្នកមានណាម្នាក់អញ្ចឹងទៅគេក៏បានសាងសង់ពហិថ្មីហើយទុកអាចារ្យចោលហើយគេក៏បានថារៀបនឹងធ្វើគេថាពិធីបញ្ចុះសមាពិធីឆ្លងពហិហ្នឹងហើយគាត់ថានៅមិនយូរប្រហែលទេកម្មវិធីឆ្លងពហិមួយនឹងមកដល់ប៉ុន្តែនៅសុកមុនកម្មវិធីនៃការឆ្លងពហិនឹងមកដល់ប្រហែលជាមកដល់1 ខែផងក៏ស្រាប់តែអ្នកភូមិនេះផ្អើលឈូឆរនៅក្នុងភូមិដោយសារតែមានអ្នកភូមិម្នាក់គេប្រទះឃើញមានសាកសពមនុស្សស្លាប់នៅតាមផ្លូវក្នុងភូមិដោយពេលហ្នឹងអ្នកភូមិអត់ដឹងថាសាកសពអ្នកដែលបានស្លាប់មួយហ្នឹងជាអ្នកណាហើយមកពីណាទេគេក៏បានពិនិត្យមើលទៅឃើញថាសាកសពមួយហ្នឹងគឺជាមនុស្សប្រុសដែលមានវ័យប្រហែលជា30ឆ្នាំជាងហើយការស្លៀកពាក់របស់មនុស្សប្រុសម្នាក់ហ្នឹងបែបឡូយឆាយមែនទេអាចថាជាអ្នកដែលមកពីតំបន់ផ្សេងដោយសារតែនៅក្នុងខ្លួនឬក៏ជាប់នៅលើខ្លួនរបស់ម្នាក់ហ្នឹងបរិះម្នាក់ហ្នឹងគឺអត់មានភ្ជាប់មកជាមួយអត្តសញ្ញាណណាមួយដូចជាអត្តសញ្ញាណប័ណ្ណឬក៏លិខិតបញ្ជាក់ពីនាមខ្លួនទេអញ្ចឹងគេអត់ដឹងទេដោយសារតែมันអាចស្វែងរកសាច់ញាតិឬក៏រកមូលហេតុនៃការស្លាប់បានអ្នកភូមិគេក៏បានប្រកបប្រកាសតគ្នាទៅជាពិសេសគឺលោកមេភូមិគាត់បានតាក់ទងតែការបណ្ដាញផ្សេងទៀតនៅភូមិផ្សេងទៀតក្រែងលោតែមាននរណាម្នាក់បាត់សមាជិកអីអត់ហើយភិនភាគមិនដែរតែអត់មានការឆ្លើយតបទេក្នុងថ្ងៃមួយហ្នឹងដោយសារតែត្រូវរងចាំសាច់ញាតិមកទទួលសពលោកមេភូមិនេះលោកក៏សម្រេចចិត្តថាស្នើសុំបច្ចាអធិការវត្តដែលបងតុលាជាមួយនឹងបងរៀបនៅហ្នឹងស្នើសុំតម្កល់សពមួយនឹងຕົកមួយយប់សិនគាត់ថាសពមួយណាគឺស្លាប់ទៅតែស្លាប់ថ្មីទេដែលសភាពសពវាអត់ទាន់ប្រែសភាពឬក៏ហាមស្អីអីនៅឡើយអញ្ចឹងលោកមេភូមិក៏ថាអាចຕົកសពនឹងបានអញ្ចឹងហើយបន្ទាប់ពីការស្នើសុំរបស់លោកមេភូមិបច្ចាអធិការវត្តលោកតានេះលោកក៏មានសន្និដ្ឋានថាអត់អីទេតម្កល់សពមួយហ្នឹងក៏តម្កល់ຕົកនៅក្នុងវត្តហ្នឹងសិនហើយចាំរកសាច់ញាតិមិនឃើញចាំបើថាស្អែកទាំងរកមិនឃើញចាំ
គិតគូរគ្នាទៀតឬក៏បូជាសពនឹងទៅຕົកតាធាតຕົកតាអីបើម្ចាស់ឬក៏សាច់ញាតិគេមករកសពមួយហ្នឹងបន្ទាប់ពីសម្រុះសម្រួលគ្នារួចអ្នកភូមិក៏បានលើកសពមួយហ្នឹងហែទៅទីវត្តអារាមអញ្ចឹងមានន័យថាសពមួយហ្នឹងស្លាប់អស់ជាច្រើនម៉ោងហើយគ្មានអ្នកដឹងទេអញ្ចឹងបើយើងគិតឲ្យស្រួលយល់សពមួយហ្នឹងលក្ខណៈចូលតែហោបាត់ហើយយកសពមួយហ្នឹងទៅតម្កល់ទុកក្នុងវត្តដែលបងតុលាជាមួយបងរៀបនៅបងទាំងពីរនេះគាត់ថាគាត់លើកទី1ហើយតាំងពីគាត់មកស្នាក់នៅវត្តអារាមមួយហ្នឹងចូលមួយឆ្នាំជាងហើយក៏អត់ដែលជួបអារឿងបែបហ្នឹងទេមិនដែលមានអ្នកណាម្នាក់យកសពអ្នកដែលបានស្លាប់ហ្នឹងយកមកតម្កល់ក្នុងវត្តអញ្ចឹងទេបើគេស្លាប់គេធ្វើបុណ្យនៅផ្ទះគេតែនេះយកមកតម្កល់ក្នុងវត្តដល់តម្កល់រួចអ្នកភូមិគេក៏ទៅផ្ទះរៀងខ្លួនអស់វិញទៅអត់មានពេលណានៅដេកចាំសពមួយហ្នឹងទេតតែស្អែកបើសិនជាមិនឃើញសាច់ញាតិឃើញអីហើយសពប្រែសភាពគេអាចនឹងបូជាស្អែកហ្នឹងឯងនៅពេលដែលនៅវត្តគឺមានតែ2នាក់គាត់ទេដែលជាអ្នកត្រូវយាមពេលហ្នឹងណាបងតុលាជាមួយបងរៀបគាត់ថាលោកតាដែលជាប្រជាអធិការមកដល់មានសង្ឃដីកាថា2នាក់ញោម2នាក់ឯងទៅត្រូវយាមសពមួយហ្នឹងគ្រាន់តែលឺភ្លាមបងតុលាជាមួយបងរៀបគាត់ថាពេលហ្នឹងគាត់ភ្ញាក់ព្រឺតបុកពុភឹកគាត់ថាគាត់អត់ដែលមានបទពិសោធន៍អាហ្នឹងទេហើយគាត់គឺជាមនុស្សអ្នកដែលខ្លាចខ្មោចតាំងពីអើយមកហើយឥឡូវនេះហើយគាត់នេះទៅដេកយាមសពលោកតាថាបើមិនយាមសពនឹងមិនកើតគាត់ថាខ្លាចសពនឹងរត់បាត់លោកតាហ្នឹងណាក៏លោកមានសង្ឃនៃការបែបនិយាយលេងផងបែបមែនផងគាត់ថាខ្លាចសពនឹងរត់បាត់ហើយមួយវិធីគាត់ថាគេមិនដាទុកឲ្យសពគឺនៅតែឯងទេអញ្ចឹងតើមានអ្នកកំដរបើលោកអាចារ្យមិននៅកំដរមានអ្នកភូមិផ្សេងទៀតចាស់ក្មេងក៏ដោយអីក៏ដោយឲ្យតែនៅកំដរសពបានដល់តែអញ្ចឹងណាបងរៀបគាត់ថាទោះបីតែចង់ប្រកែងក៏ប្រកែងមិនបានដែរហើយសពមួយហ្នឹងណាគឺលើកយកទៅដាក់នៅក្នុងពហិចាស់បាត់ហើយពេលដែលលើកយកទៅដាក់ហ្នឹងបងរៀបថាអត់មានមឈូសអត់មានស្អីទេលើកទៅដាក់ទាំងដុលលើកទៅគ្រាន់តែយកកតេលហ្នឹងយកមកក្រាលហើយយកសពហ្នឹងដាក់លើកតេលទៅក្រោះកណាត់សដាក់នៅកណ្ដាលពហិហ្នឹងឯងហើយគាត់ថាពហិមួយហ្នឹងអត់មានព្រះទេដោយសារតែព្រះគេដែលគេហៅថាប្រសិទ្ធិនៅពហិមួយទៀតបាត់ហើយអញ្ចឹងពហិហ្នឹងមានតែព្រះដែរប៉ុន្តែមិនដឹងថាគេលែងគោរពលែងអីនៅទីពហិចាស់ហ្នឹងណាអញ្ចឹងមានតែរូបសំណាកព្រះទាំងទេហើយលោកតាចាអធិការគាត់ថាយប់ហ្នឹងញោមឯង2នាក់ហ្នឹងគឺត្រូវទៅដេកនៅក្នុងពហិហ្នឹងទៅដេកមើលសពមួយហ្នឹងត្រូវលោកថាមានឆ្មាមានអីហ្នឹងវាក៏ឡងអញ្ចឹងពួកគាត់ទាំង2នាក់នេះក៏តាំងចិត្តថាបើលោកតាឲ្យទៅហើយក៏ត្រូវទៅអត់អាចប្រកែកបានទេព្រោះបើយើងនិយាយឲ្យបំផាត់ឲ្យខ្លីយើងហូបបាយផ្ទះណាយើងត្រូវធ្វើការឲ្យផ្ទះមួយហ្នឹងអាហ្នឹងយើងគិតបែបលេងយើងប្រើភាសាយើងសាមញ្ញដល់អញ្ចឹងទៅប៉ុន្តែថ្ងៃនោះណាមុននឹងឲ្យពួកគាត់ទៅនេះលោកតាអាចារ្យប្រសង់ប្រមាណអង្គរួមនឹងលោកតាដែលជាប្រជាធិការលោកក៏បានទៅធ្វើពិធីកិច្ចគ្រប់បែបយ៉ាងប៉ុន្តែធ្វើកិច្ចយ៉ាងណាក៏ដោយសពមួយហ្នឹងក៏វាតែហោហើយតែគ្រាន់ថាអាចារ្យជាមួយនឹងប្រសង់លោកមានវិធីកិច្ចបែបសពតែហោផ្សេងទៀតបន្ទាប់ពីធ្វើកិច្ចរួចជប់គាត់ថាលោកអាចារ្យគាត់នៅតែកំដរសពមួយហ្នឹងតែហេតុជាល្បាក់ត្រឹមម៉ោង9ទេល្មមតែខែរះមករឿងភ្លឺគាត់ថាថ្ងៃនោះមេឃស្លាស់ល្អមែនទេល្មមតែខែរះមកភ្លឺឡើងពេញមេឃហ្មងអញ្ចឹងម៉ោងយប់ស្ងាត់លោកតាអាចារ្យលោកក៏ទៅសម្រានបាត់ទៅគឺទុកឲ្យតែគាត់2នាក់គឺបងតឡាជាមួយនឹងមុខរៀបនៅម៉ងជាក្មេងអាយុ12 13ឆ្នាំនៅដេកយាមសពហ្នឹងគាត់ថាពេលហ្នឹងអត់ហ៊ានដេកទេក៏ព្រោះតែមានអារម្មណ៍ថាខ្លាចហើយពេលហ្នឹងគាត់មើលទៅក្នុងពហិមួយហ្នឹងមើលទៅឃើញសពស្ទឹងដេកនៅក្នុងពហិហើយមានភ្លើងទៀនបំភ្លឺជុំវិញសពមួយហ្នឹងមួយវិញទៀតមានអាភ្លើងទៀនធំមួយដែលនៅលើបលាំងព្រះគេថាទៀនវសាហ្នឹងប៉ុន្តែមិនមែនខែវសាគេគ្រាន់តែអុជទៀនមួយហ្នឹងដើម្បីបំភ្លឺក៏ព្រោះតែកាលនោះគាត់ថាអត់តមានភ្លើងអគ្គិសនីស្អីទេគឺមានតែទៀននឹងឯងហើយពួកគាត់ណោះទៅកលៀតទៅដេកគិនជាងក្បែរមាត់ទ្វារណោះក៏ព្រោះតែគាត់ខ្លាចហើយពេលហ្នឹងជួយចិត្តអង្គុយលេងអង្គុយជជែកគ្នាពីនោះអត់ហ៊ានដេកទេក៏ស្រាប់តែជជែកយូរទៅគាត់ថាម៉ោងយូរប្រហែលជាម៉ោង2 ដណ្ដប់អីគាត់ថា2 ដណ្ដប់ជុំហើយក៏ព្រោះតែពេលហ្នឹងខែវាចាប់ផ្ដើមរះចំកណ្ដាលមេឃហើយ
វាត្រង់ហើយអញ្ចឹងគាត់សន្មតថាប្រហែលជាម៉ោង 2 ចន្ទប់ពេលហ្នឹងក៏ស្រាប់តែមានឆ្មាមិនដឹងថាមកពីណាទេច្រើនមែនតើវាស្រែកម៉ែវម៉ែវម៉ែវនៅមាត់នៃទ្វារពហិយមួយហ្នឹងគាត់ថាមកឡើងគ្រុបច្រោះដោយសារតែពហិយអត់បានបិទទ្វារអស់គាត់ថានៅ 3-4 ទ្វារហ្នឹងគឺឆ្មានេះមកកលើមវាហាក់បីដូចជាបំរុងចង់ចូលតែមកកន្លងសពមួយហ្នឹងអញ្ចឹងគាត់ក៏នឹកឃើញពាក្យរបស់លោកតាកុំឲ្យឆ្មាកន្លងសពប្រយ័ត្នតែឆ្មាជើងសម្បុរ3កន្លងសពហ្នឹងកាន់តែកាចអញ្ចឹងពួកគាត់នេះក៏ប្រញាប់ទៅដេញឆ្មាហ្នឹងហើយដើរបិទទ្វារនិងតុកទៅទ្វារមួយអាក្បែរខ្លួនគាត់ទេក៏ស្រាប់តែពេលហ្នឹងគាត់ថាបិទទ្វារដេញឆ្មាអស់រួចគាត់ថាអង្គុយមកសន្ទុះប៉ុន្តែអារម្មណ៍របស់គាត់ពេលហ្នឹងគាត់ចាប់ផ្ដើមគិតអវិជ្ជមានគាត់ថាតិចអង្គុយទៅខ្មោចនឹងងើបមកស្ទុះផ្លេតហើយគាត់ពីរនេះរត់តាណាឲ្យតើអារម្មណ៍មនុស្សខ្លាចចេះតែគិតអវិជ្ជមានទៅវិជ្ជមានអវិជ្ជមានទៅគិតអាក្រក់ទៅប៉ុន្តែពួកគាត់ទៅពីនេះក៏ព្យាយាមនិយាយប្រឡប់ចេះមួយចុះពីរទៅដើម្បីបំបត្តិភាពខ្លាចស្រាប់តែរំពេចហ្នឹងគាត់ថាមិនដឹងតែខ្យល់មកពីណាមេឃស្រឡះសុកក៏ស្រាប់តែមានខ្យល់បក់មកវុបដំបងឡើងគាត់ថាលហើយស្រួលទេតែខ្យល់នឹងបក់យូរទៅខ្លាំងទៅក៏ស្រាប់តែបក់មកឡើងប៉ើងទ្វារគាត់ថាឡើងបោកទ្វារក្រៀងមកហើយភ្លើងទីនសឹងតែរលត់ហើយគាត់ថាអាពេលហ្នឹងអ្វីដែលកាន់តែរន្ធត់សម្រាប់គាត់គាត់ថាបក់វុបមកគាត់ថាអាកណាត់ក្របសពហ្នឹងគាត់ថាប៉ើងផុតពីសពគាត់ថាកណាត់សដែលក្របសពមួយហ្នឹងប៉ើងផុតពីសពផ្លោទៅហ្មងគាត់ថាគ្រាន់តែកលេសឃើញប៉ុណ្្នឹងគាត់ពីរនាក់នេះស្ទុះរត់ចេញមកក្រៅគាត់ថាស្ទុះរត់ចេញមកបទំហឹងដើម្បីរត់ចេញគាត់ថាពេលហ្នឹងច្បាស់ 100% គឺខ្មោចលងឯងគ្រាន់តែរត់ចេញមកភឹបគាត់ថាវាក់ជាមួយនឹងលោកតាចាអធិការណាគាត់ក៏និមន្តមកដល់លមមលោកក៏សួរថាញោមអីទៅពីសាណាបានបងតុលាជាមួយបងរៀនគាត់ថាលោកតាខ្មោចនឹងលងខ្មោចនឹងកាចមែនតើឥឡូវប៉ើងកណាត់បាត់ហើយគាត់រៀបរាប់បែបឡើងភ័យឡើងញ័រហ្មងប៉ុន្តែលោកតាក៏ថាអើយគឺគ្មានទេគ្មានលងគ្មានអីទេខ្ចោលទេបាញ់មិញហ្នឹងបានលោកតានេះក៏ឲ្យពួកគាត់ទៅពីអ្នកទៅវិញទៅគាត់ទៅដែរគាត់ទៅធ្វើកិច្ចមិនតិចទៀតហើយលោកតាក៏បានឲ្យពួកគាត់ទាំងពីរនេះមើលញោមណាម្នាក់ទៅរើសកណាត់ហ្នឹងមកក្រោសពវិញមើលទៅគេថាដូចសំជ្រុកទៅហើយនឹងដេកកណ្ដាលពហិអត់មានស្អីគ្របមែនបងតាឡាគាត់ថាពេលហ្នឹងនៅពេលដែលកណាត់ប៉ើងភុលទៅផុតបងប្អូនយើងសាកសម័យមើលគាត់ថានៅក្នុងបរិវេណពហិមួយហ្នឹងខាងល្ងឹតទាំងអស់ភ្លឺទៅមកជ្រុំកន្លែងសពមកហើយឃើញមនុស្សដែលបានស្លាប់ដេកស្ទឹងអញ្ចឹងបងប្អូនយើងសម័យអារម្មណ៍មើលនៅក្នុងពហិមានតែ3នាក់ពេលហ្នឹងគឺមាន3នាក់លោកតាប៉ុន្តែពេលដែលកណាត់សហោះផុតប៉ើងមុនហ្នឹងគឺមានតែគាត់2នាក់ក្មេងៗហ្នឹងទេអញ្ចឹងហើយបានពួកគាត់រត់ហ្នឹងនៅពេលដែលលោកតាមានសង្កេតការប្រើអញ្ចឹងហើយគាត់ទាំងពីរនាក់នេះក៏រុញគ្នាហើយទៅអញទៅហើយទៅអញអត់ទៅចេះមួយចូលពីរប៉ុន្តែលោកតាថាទៅយកមកក្របវិញបានបងតូឡានេះគាត់ដើរទៅរើសកណាត់សមួយហ្នឹងមកក្របសពនឹងវិញនៅពេលដែលបងតូឡាគាត់យកមកក្របគាត់ឃើញសភាពសពមួយហ្នឹងវាហាក់បីដូចជាប្រែពណ៌ប្រែសម្បុរខុសពីពេលថ្ងៃគាត់ថាចាប់ផ្ដើមដូចមើលទៅដូចមានអារម្មណ៍ថារឿងស្ពើហើមហើយគាត់ថាសពគឺជាសពរឹងឆ្កើតគ្រាន់តែថាវាស្លេកស្លាំងវាបែបលក្ខណៈសពហ្មងគ្រាន់តែឃើញតែសពក៏គាត់មានអារម្មណ៍ថាព្រឺដៃព្រឺជើងដែរតែពេលហ្នឹងដោយសារតែមានលោកតានៅក្បែរគាត់មិនសូវជាខ្លាចបានលោកតានេះក៏សូត្រធ្វើកិច្ចស្អីមួយក៏មិនដឹងទេគាត់ធ្វើកិច្ចមកសន្ទុះបែរជាកន្លះម៉ោងលោកតាក៏ងើបពីមុនដើរទៅវិញដល់មុននឹងទៅហ្នឹងលោកក៏បានប្រាប់ថាទៅសម្រាប់ទៅដេកទៅវាគ្មានតស្គីទេវាគ្មានលងគ្មានស្អីទេដេកឲ្យទៅលក់ទៅវាលែងខ្លាចហើយលោកតាមានសោកការអញ្ចឹងពួកគាត់ទាំងពីរនេះក៏កណាលោកតាអត់ហ៊ានប្រកែកទេអញ្ចឹងលោកតាក៏និមន្តបាត់ទៅវិញទៅនៅពេលដែលលោកតានិមន្តទៅមកសន្ទុះធំតាមអ្វីដែលបងតូឡាគាត់នឹកពេលហ្នឹងគាត់ថាបាត់មកសន្ទុះទៅស្រាប់តែឮសំឡេងលោកតាមានសង្កេតការហៅលោកតាហៅអើញោមរៀបអើញោមរៀបឮសំឡេងលោកតាហៅពីក្រៅពហិដល់ទៅឮអញ្ចឹងបងរៀបនេះដែលជាសម័យខ្លួនគាត់ឮលោកតាហៅក្រែងលោថាលោកតានេះហៅគាត់ហ្នឹងមានការអីដល់អញ្ចឹងគាត់ក៏ងើបអើតទៅមើលនៅតាមមាត់ទ្វារពហិហ្នឹងដល់ពេលដែលងើបអើតទៅគាត់ថាសំឡេងដែលហៅគាត់មុនហ្នឹងបាត់
อดเคยอดลือนานาให้ต่อตายกดจะบ้านนะแต่ปีเนี้ยคือลือถึงปีเนี้ยให้สำเร็จมูนึงนะคือเชี่ยสำเร็จลูกตาประชาติกาแล้วไปได้โรตอดเคยบางเรียก็สไลด์ซัวตัววิ่งลูกตานิมนต์เมาแมนให้ลูกตาให้กันหน้าแมนก็ให้กันหน้าแต่ใบปลายถึงไอแมนพอตายกดซูมมาดองจะปีดองตะก็อดเมียนการฉลาดตอบปนตายไปเลยนะกดก็เลยช่วยก็เลยสดำอดเมียนเคยเดនៅពេលដែលគាត់ក៏លេចទៅឆ្ងាយបន្តិចគាត់ថាផុតពីជើងពហិដោយសារតែពហិគាត់ថារៀងខ្ពស់ពីផុតពីដីគាត់ថាក៏លេចទៅចំអាប្រឡោះទ្វីដែលគាត់កំពុងតែឈរហ្នឹងណាសំដៅទៅដើមកគីក្បែរពហិមួយហ្នឹងគាត់ថាប្រហែលជាមិនដល់20ម៉ែត្រពីពហិផងគាត់ថាក៏លេចទៅឃើញមានមនុស្សប្រុសម្នាក់គាត់ថាសមោលជាមនុស្សប្រុសកំពុងតែឈរសម្លឹងមើលមកពហិមួយហ្នឹងគាត់ថាកំពុងតែឈរមើលមកជាសមោលមើលទៅមើលអត់ឃើញមុខថាម៉េចទេប៉ុន្តែមុខម្នាក់ប្រុសហ្នឹងគឺបែរចោះមកពហិគ្រាន់តែឃើញបែបហ្នឹងភ្លាមណាបងរៀបស្ទុះផ្លែតរត់ទៅប្រាប់បងរៀបស្ទុះទៅរត់ទៅប្រាប់បងតឡាថាតឡាអញឃើញមានមនុស្សដល់លឺអញ្ចឹងបងតឡានេះក៏ងើបមកមើលថាឯណាមនុស្សគាត់រោមើលដែរតែរោទៅអត់ឃើញហើយពួកគាត់ទាំងពីរនេះក៏ឆ្ងល់ថានៅក្នុងវត្តមួយនេះគឺមានតែគាត់ពីរនាក់ទេដែលអត់ស្លៀកស្បង់ជីវរហើយនឹងលោកតាដែលជាអាចារ្យអត់មានស្លៀកស្បង់ជីវរទេតែបងរៀបឃើញគឺជាមនុស្សម្នាក់ដែលគាត់ថាស្លៀកពាក់ជាមនុស្សយើងធម្មតាមិនមែនជាអ្នកបួសដល់ទៅឃើញអញ្ចឹងពេលហ្នឹងពួកគាត់អត់តគិតអីផ្សេងទេពួកគាត់គិតថាតិចឃាតករតិចអ្នកដែលបានសម្លាប់ម្នាក់ដែលបានស្លាប់ក្នុងពហិមួយហ្នឹងទៅតិចគេចង់យកសពហ្នឹងទៅបំបត្តិផោះតាំងពេលហ្នឹងពួកគាត់គិតទៅលើរឿងមួយហ្នឹងសិនដោយសារតែការស្លាប់មួយហ្នឹងអ្នកភូមិគេសង្ស័យថាជាអំពើឃាតកម្មជាអីអញ្ចឹងទៅបានពួកគាត់នេះក៏បញ្ញាប់ទាញទ្វារទាយបិទដើម្បីកុំឲ្យចោរម្នាក់ហ្នឹងដែលពួកគាត់គិតថាជាចោរឬក៏ជាមនុស្សអាក្រក់ហ្នឹងចូលមកលួចសពមួយហ្នឹងនៅពេលដែលពួកគាត់មកអង្គុយគាត់ថាពេលហ្នឹងភ័យគាត់ថាតលេទៅឃើញសពនៅក្នុងនឹងផងអារម្មណ៍មួយខ្លាចមនុស្សនេះមកលួចសក់ខាងក្រៅផងពួកគាត់ក៏មានអារម្មណ៍ថាបេះដូងលោតទឹបជាពិសេសពេលហ្នឹងគាត់ថាញើសស្រក់មកដឹងតែមកពីណាទេគាត់ថាគ្មានបាសផឹកទឹកទេប៉ុន្តែញើសស្រក់មកឡើងច្រោនៅពេលដែលអង្គុយសុកទ្វាររបស់គាត់នេះគាត់ចាប់ផ្ដើមរបើកគាត់ថាពេលដែលរបើកហ្នឹងគាត់ក៏កលេចទៅមើលសពគាត់ថាពេលដែលគាត់បិទទ្វារដំបងណាសពអត់អីទេតែនៅពេលដែលទ្វារចាប់ផ្ដើមបើកមកបន្ទីគាត់ថាពេលហ្នឹងគាត់ច្បាស់ថាពេលហ្នឹងមិនមែនជាខ្មោចលងជាអីគាត់ថាជាខ្យល់គាត់ថាបក់មកស៊ឺបមកវាបើកមកក្រែបន្តិចទេតែនៅពេលដែលគាត់កលេចទៅមើលសពនេះទាំងពីរនាក់គាត់ថាពេលហ្នឹងគាត់ឃើញសពមួយហ្នឹងលបើកអាកណិតគ្រប់មុខម្ដងទៀតប៉ុន្តែលើកនេះគាត់ថាលបើកមិនមែនលបើកដោយអាខ្យល់បក់ដំបងណាគាត់ថាដូចគេបើកពីមុខហ្នឹងបត់មកដាក់លើទ្រូងអញ្ចឹងគាត់ថាឃើញតែមុខសពចំហអត់មានកណាត់គ្រប់គ្រាន់តែឃើញប៉ុណ្្នឹងពួកគាត់គាត់ថាញាត់ចឹងហើយចង់រត់ចេញពីកន្លែងហ្នឹងប៉ុន្តែដោយសារតែលោកតានេះគាត់មានសង្ឃដីកាម្ដងហើយម្ដងទៀតថាគុំតាណាវាគ្មានទៅស្អីទេគាត់ក៏នឹកពាក្យហ្នឹងគាត់ទៅពេលហ្នឹងក៏រុញគ្នាទៅឯងទៅបិទអញទៅបិទអញ្ចឹងម្ដងចុះម្ដងរុញគ្នាចុះរុញគ្នាឡើងពួកគាត់ថាទៅទាំងពីរនាក់បានពួកគាត់នេះដើរសំទៅយកកណាត់ហ្នឹងគ្របសពវិញគាត់ថាពេលដែលគ្របសពហ្នឹងអត់ហ៊ានមើលមុខសពហ្នឹងទេគាត់ថាពេលហ្នឹងខ្លាចហើយយកដៃហ្នឹងទៅទាញកណាត់ហ្នឹងបិទហើយដៀងកតុយភ្នែកបន្តិចទេក៏ស្រាប់តែពេលដែលបងតុលានេះគាត់ថាគាត់កំពុងទៅទាញកណាត់គ្របសពហ្នឹងក៏ស្រាប់តែបងរៀបនេះតុលាអើយមកទៀតហើយលើកនេះមកមែនតើច្បាស់មែនតើបងតុលានេះទាញឲ្យគាត់សឹងតែដាច់ហើយលក្ខណៈភ័យហើយគាត់ចង្អុលនេះទៅមាត់ទ្វារបងតុលាក៏សួរថាឯងខាត់អីឯងឃើញស្អីមែនមានស្អីមែនបងតុលាថាលើកនេះច្បាស់ហើយមិនមែនមនុស្សទេគាត់និយាយអញ្ចឹងគាត់ថាលើកនេះច្បាស់ហើយមិនមែនមនុស្សទេគាត់ថាខ្មោចគាត់តែលឺខ្មោចប៉ុណ្្នឹងពួកគាត់នេះអោបគ្នាហ្មងគាត់ថាអោបគ្នាហើយអត់ហ៊ានរត់ចេញពីភៀទេដោយសារតែអាខ្មោចមួយហ្នឹងដែលបងរៀបគាត់ឃើញហើយប្រាប់បងតុលាណាគាត់ថាឃើញមានមនុស្សប្រុសម្នាក់ដើរឡងស្ទឹងហ្មងដើរហើយកាត់មុខទ្វារពហិគាត់ថាពេលហ្នឹងគឺឃើញតែបងរៀបទេអាពេលដែលខ្មោចឬក៏មនុស្សប្រុសម្នាក់ដើរកាត់ហ្នឹងគឺឃើញតែប៉ុណ្្នឹងហើយក៏បាត់ភ្លាមអញ្ចឹងបងតុលានេះគាត់ថាពេលហ្នឹងគាត់ភ័យគាត់គិតបងរៀបនេះទីដែរគាត់មករត់ចេញពីពហិតែបងតុលាគាត់ទីមុំគាត់ថាឲ្យគុំទៅហើយទៅចេញខ្មោចនឹងលងហើយក៏ធ្វើតែខ្មោចហ្នឹងវាចូលពហិអត់បានទេ
ក៏ព្រោះតែពហិក្នុងពហិមានព្រះបងតុលាគាត់ជឿជាក់បែបហ្នឹងបានហើយគាត់ក៏ទាំងពីរនេះណាគឺអង្គុយសង្ងំនៅក្នុងពហិមួយហ្នឹងហើយបងតុលានេះគាត់ក៏ព្យាយាមសូត្រធម៌ដែលគាត់ចេះចាំគេថាធម៌ប្រពុតណាធម៌ដើម្បីសូត្រទៅរងាប់ព្រលឹងរងាប់វិញ្ញាណគាត់ថាពេលហ្នឹងសូត្រមិនដឹងថាសូត្រស្អីទេគាត់ថាសូត្រមកសទុះហើយក៏អត់មានឮបងតាឡានេះបងរៀបនេះថាឃើញស្អីទៀតដែរពេលហ្នឹងណាគាត់សូត្រទៅគាត់ថាសូត្រយូរមកសទុះក៏ស្រាប់តែឮសំឡេងខ្សឹបដាក់តិចគាត់មិនបាច់សូត្រទេអញអត់ខ្លាចទេឮសំឡេងបែបហ្នឹងគាត់ថាឮសំឡេងមួយហ្នឹងខ្សឹបដាក់តិចគាត់មិនបាច់សូត្រទេអញអត់ខ្លាចទេខ្លះបែបសកត់ហើយបែបរៀងកំហោប៉ុន្តែឮបែបខ្សែនៅក្នុងតិចដល់ទៅឮអញ្ចឹងបងតុលានេះគាត់ថាឯងឈួតទេអញខំសូត្ររងាប់ព្រលឹងខ្មៅកុំឲ្យវាលងឯងមិនបានមកនិយាយអញ្ចឹងបងតុលាពេលហ្នឹងគាត់គិតថាសំឡេងមួយហ្នឹងជាសំឡេងបងរៀបបានបងរៀបថតទៅវិញថាអានេះអញអត់មានបាននិយាយស្អីទេមិនឲ្យបានមកថាអញអញ្ចឹងពេលហ្នឹងបងរៀបចាប់អាមស្លើមកគាត់ថាចុះសំឡេងមួយហ្នឹងមកពីណាគាត់ឮច្បាស់ណាស់សំឡេងមួយហ្នឹងមកពីណាពេលហ្នឹងពួកគាត់ទាំងពីរនេះចាប់អារម្មណ៍ប្រកាសក្នុងចិត្តហើយថាអ្វីដែលពួកគាត់កំពុងតែឮអ្វីដែលពួកគាត់បានឃើញមុនហ្នឹងវាកំពុងតែនៅក្បែរខ្លួនពួកគាត់ថាពេលហ្នឹងចាប់ដើមកលេចមើលមកមើលឆ្វេងមើលស្ដាំមើលទិសនេះមើលទីនោះអត់ទាន់ឃើញទេក៏ស្រាប់តែពេលហ្នឹងនេះគាត់ថាដឹងមិនអត់កលេចទៅទិសមួយជ្រុងនៅក្រោយចំហៀងខ្នងរបស់គាត់នេះគាត់ថាកលេចទៅឃើញមកមកគាត់ថាជាមនុស្សប្រុសដើរចេញពីទីកន្លែងល្ងឹតនៅក្នុងជ្រុងពហិមួយហ្នឹងដើរចេញពីកន្លែងល្ងឹតមួយហ្នឹងហើយដើរកាត់ក្រោយខ្នងពួកគាត់ហើយអ្នកដែលដើរហ្នឹងបងប្អូនយើងដឹងពីណាអត់គឺជាខ្មោចដែលបានស្លាប់ហ្នឹងគឺជាសភាពសពមួយហ្នឹងកំពុងតែដើរគាត់ថាលើកនេះឃើញច្បាស់មែនតើស្លៀកពាក់តែមួយមនុស្សតែមួយដើរក្រោយខ្នងពួកគាត់ទាំងពីរនេះដែលនៅមិនឆ្ងាយពីពួកគាត់ប្រហែលផងនេះគាត់ថាដើរហ្នឹងអត់មានងាកមកទេគាត់ថាដើរថ្មឹងប៉ាមួយពួកគាត់គ្រាន់តែឃើញគាត់ថាស្រែកមកស្រែកឡើងផ្អើលវត្តហើយគាត់ថាវិញ្ញាណខ្មោចមួយហ្នឹងដើរទៅចូលទៅក្រោយបលាំងព្រះគាត់ថាចូលក្រោយបលាំងព្រះអាកន្លែងល្ងឹតហ្នឹងចូលបាត់គាត់ថាគ្រាន់តែចូលបាត់ភ្លាមភ្លើងទៀនទាំងអស់នៅក្នុងពហិមួយហ្នឹងគាត់ថលលុតស្រុបព្រមគ្នាគាត់ថាលលប់ដូចគេផ្លុំយ៉ាងគ្រាន់តែឃើញប៉ុណ្្នឹងពួកគាត់ចាំកាលគាត់ទៅរត់ចែកជើងគ្នាសំដៅទៅមាត់ទ្វារដែលបានចំហបន្តិចហ្នឹងគាត់ថាមើលទៅឃើញតែភ្លឺដែលពីពន្លឺព្រះច័ន្ទពួកគាត់ក៏ទៅរត់ស្រែកឡើងផ្អើលគាត់ថាពេលហ្នឹងអើអស់ហើយលោកតាអាចារ្យផ្អើលលោកតាគណៈកម្មការវត្តផ្អើលអ្នកផ្សេងផ្អើលឡើងពេញភូមិគាត់ថាផ្អើលឡើងពេញភូមិបានអ្នកភូមិឈូឆោទាំងលោកទាំងអីហ្នឹងឈូឆោរត់មកមើលបានពួកគាត់គាត់ថាញ័រតតាគាត់ថាឃើញច្បាស់ណាគាត់ថាមិនមែនជាសម្ោលស្ទងអីទេសពកំពុងតែដេកនៅមុខគាត់អាពេលដែលគាត់កំពុងតែសូត្រធម៌របស់គាត់នេះក៏ស្រាប់តែងាកទៅហ្នឹងឃើញស្ទឹងដើរពីក្រោយខ្នងបងប្អូនយើងសម័យមើលហើយរូបរាងហ្នឹងគឺជាម្ចាស់សពនឹងឯងដែលបានស្លាប់គាត់ថាឃើញប៉ុណ្្នឹងភ្លើងទៀនលលត់ទាំងអស់អញ្ចឹងថាខ្មោចមួយហ្នឹងគឺកាចមែនទេវាព្យាយាមលងបានពួកគាត់នេះរត់ទៅប្រាប់រឿងរ៉ាវទាំងអស់រឿងហេតុទាំងអស់ហើយបានលោកតានេះក៏សម្រួលអារម្មណ៍ពួកគាត់ហើយក៏បាននាំពួកគាត់ជាមួយនឹងអ្នកភូមិនិងលោកប្រមាណអង្គផ្សេងទៀតដែលនៅក្នុងវត្តហ្នឹងមកធ្វើពិធីកិច្ចហើយលោកតាក៏អត់ហ៊ានបណ្ដោយពួកគាត់ទៅពីហ្នឹងនៅចាំទៀតដែរពួកគាត់ដែលជាប្រសងហ្នឹងក៏នៅទីនោះដែររហូតចាំតភ្លឺប៉ុន្តែអំឡុងពេលដែលប្រសងលោកតាគាត់គង់នៅទីកន្លែងមួយហ្នឹងគាត់ថាសពមួយហ្នឹងអត់មានអំណាចអីធ្វើអីឬក៏ផ្ដល់ជាកាសលងអីមកកាន់ពួកគាត់គាត់ថារត់អត់ឈ្នះប្រសងអញ្ចឹងសពមួយហ្នឹងអត់ហ៊ានធ្វើអីទេគាត់ថាស្ងាត់ជ្រាបពួកគាត់ថាពេលហ្នឹងអត់មានខ្មោចលងទេរហូតដល់ព្រឹកប្រសាតែរោសាច់ញាតិមិនឃើញបានប្រសងនេះជាមួយនឹងលោកមេភូមិនេះក៏សម្រេចចិត្តបូជាសពមួយហ្នឹងទៅហើយបូជាពេលហ្នឹងគឺបូជាបែបបុរាណគាត់ថាដុតដាក់ដើមចេកដុតបែបហ្នឹងហើយបានຕົកឆ្អឹងហើយគាត់ថាសពមួយហ្នឹងយូរគាត់ថាយូរឡើងជិតមួយខែបានមានសាច់ញាតិគេនេះមកទទួលឆ្អឹងមកទទួលធាតុមួយហ្នឹងទៅវិញហើយគាត់ថារឿងហេតុនៃការស្លាប់មួយហ្នឹងយ៉ាងណាគាត់ក៏មិនដឹងដែរគាត់ដឹងត្រឹមថាសពមួយហ្នឹងគឺលងគាត់ខ្លាំងមែនទេពីរអ្នកគាត់តតែបូជាសពហ្នឹងហើយបានសពមួយហ្នឹងលែងលងគាត់ថាអាពេលដែលនៅស្ទឹងអូគាត់ថាមួយយប់ហ្នឹងព្រលឹងរបស់គាត់ចេញទៅស៊ីផលិតអស់ហើយអ
ចឹងនេះគឺជារឿងរ៉ាវរបស់បងដុល្លារជាមួយបងរៀបដែលគាត់បានជួបចឹងបងប្អូនយើងសម័យទៅខ្លួនឯងមើលថាតើគេឲ្យទៅយាមសពទេបងប្អូនយើងហ៊ានអត់បើខ្ញុំ no ហើយខ្ញុំអត់ទៅទេលោកអើយឲ្យប្រហែលក៏មិនទៅដែរពូមនុស្សស្លាប់គាត់ថាស្លាប់នេះគឺស្លាប់តែហោងស្លាប់ដោយទៅសង្ស័យថាជាអំពើឃាតកម្មផងអញ្ចឹងពលឹងវិញ្ញាណនៃសពមួយហ្នឹងវាមានកំហឹងខ្លាំងណាស់អញ្ចឹងបានវាព្យាយាមលងពួកគាត់ទាំងពីរនាក់នេះហើយគាត់ថាតបោលងធម្មតាទៅយូរទៅលេងមកបង្ហាញស្រស់អញ្ចឹងគាត់ថាមិនខ្លាចមិនកើតគាត់ថាគាត់ឡើងញ័រគាត់សឹងថាអត់ហ៊ាននៅវត្តហ្នឹងទៀតប៉ុន្តែដោយសារតែលោកតានេះបានប្រាប់គាត់ទៅថាហ្នឹងគឺជាពលឹងដែលគេមានកំហឹងមានអីប៉ុន្តែឥឡូវលោករងាប់រំអីហើយធ្វើបុណ្យទឹកកសោទៅលេងអីហើយពលឹងហ្នឹងលេងមកទៀតហើយគេគ្មានគេថាមានបំឡងលងទេប៉ុន្តែហ្នឹងគេថាកំហឹងរបស់វិញ្ញាណវាជាធម្មតាវាត្រូវតែមានបែបហ្នឹងចឹងគាត់ថាបានក្រោយទៅគាត់ក៏រៀងស្ងប់ចិត្តពួកគាត់ទាំងពីរនាក់ក៏បន្តនៅរហូតដល់ពេលមួយបានពួកគាត់ក៏សម្រេចចិត្តចាក់ចេញពីវត្តហ្នឹងទៅអាហ្នឹងគឺជារឿងរបស់បងដុល្លារបងប្អូនយើងស្ដាប់ហើយយល់យ៉ាងណាបើខ្ញុំវិញខ្ញុំបកកាយលោកតាតាំងពីដំបូងអត់ទៅចាំអត់ទៅយាមខ្មោចមួយហ្នឹងទេហើយបើថាយាមខ្ញុំរត់តាំងពីពេលឆ្មាទៅអើតណាអញ្ចឹងន័យថាមានប្រផ្នូលមួយមិនល្អហើយអំពេលដែលឆ្មាទៅអើតនេះគាត់ថាពេលហ្នឹងណាពួកគាត់ទាំងពីរនាក់គាត់ថាធ្វើម៉េចបើលោកតាឲ្យយាមហើយក៏ទៅយាមទៅបើសិនជាខ្ញុំឃើញឆ្មាប៉ុណ្ណេះឃើញកណាត់តើផុតសពប៉ុណ្ណេះខ្ញុំអត់នៅទេខ្ញុំតាលោកតាជេរមិនក៏ជេរវាយមិនក៏វាយទៅរត់សិនហើយអាហ្នឹងគឺជាអារម្មណ៍របស់ខ្ញុំយើងសម្រាប់អារម្មណ៍បងប្អូនយើងមានយ៉ាងណាដែរអាចខមមិនជាមតិយោបល់ក្រោមបាទខ្ញុំមិនជំរុញអ្នកទាំងអស់គ្នាជឿទេតែសូមស្ដាប់ឲ្យការពិចារណាទៅហើយសម័យឲ្យចេញរូបភាពបងប្អូនយើងនោះបងប្អូនយើងនឹងទទួលបានអារម្មណ៍មួយដែលបាសរោមខ្ញុំនិយាយនេះក៏បាសរោមដែរអញ្ចឹងបងប្អូនយើង complete comment ពីអារម្មណ៍ហើយជួយចុច subscribe និង comment និង like នៅ channel នេះមួយអ្នកមួយផងដើម្បីទទួលបាននៅ view ឬក៏វីដេអូថ្មីពី channel មួយនេះអញ្ចឹងជាចុងក្រោយខ្ញុំបានក៏សូមអរគុណនិងគោរពជម្រាបលាបាយបាយ